สกาបើសិនជាគុណភាពមានពីរឬក៏ដោយផលិតផលដែលមានលក់នៅទីផ្សារដទៃគឺសុខចិត្តអត់ចេញលក់តែម្ដងអីអ្នកលក់នេះគឺចូលចិត្តអីដែលប្លែកហើយនឹងថ្មីទៅកូពីឬក៏ធ្វើស្តៀងរបស់គេទេប្រើគំនិតផ្ទាល់ខ្លួនរៀងជួយក្បាលបន្តិចប៉ុន្តែជាងមកគឺប្លែកភ្នែកនិយាយពីគុណភាពគឺឲ្យអួយហ្មងមិនមែនលំយកតែលុយទេណាបងប្អូនអ្នកលក់នេះបើសិនជាអត់ល្អគឺអត់ចេញលក់ដាច់ខាតហ្មងអីវ៉ាន់តតែល្អខ្លាំងបើនិយាយពីរូបមន្តក៏ដូចជាចំណុចពិសេសរបស់ Scrap Yasaka គឺគ្មានពីរតែម្ដងមូលហេតុនេះហើយទៅធ្វើឲ្យ Scrap Yasaka អាចឈរជើងមកដល់ឥឡូវនេះហើយគឺផ្ទុះ feedback អតិថិជនដែលប្រើហើយគឺលន់មាត់ឲ្យវ៉ៅគ្រប់គ្នាហ្មងបើនិយាយពីប្រេងរបស់ Yasaka ដែលអាចយកទៅលាយជាមួយនឹង Scrap នេះមិនមែនចេះតែឲ្យលាយផ្ដេសផ្ដាស់ទេណាបងប្អូនយើងសិតសិនតែបានត្រួតពិនិត្យនៅក្នុងឡាំបូពិសោធន៍យ៉ាងត្រឹមត្រូវបំផុតនេះហើយទៅធ្វើឲ្យបងប្អូនដែលបានប្រើជាមួយនឹង Scrap Yasaka បន្ថែមជាមួយនឹងប្រេងទៀតគឺបង្កើនគុណភាពសាច់ Scrap គុណនឹងពីថាស្បែកដែល Scrap ហើយគឺភ្លឺមាត់អាឡូងគីឡូមានសំណើមហ្មងហើយទន់ដូចស្បែកកូនក្មេងអញ្ចឹងហើយលាបជាមួយនឹងលេគឺធ្វើឲ្យសាច់លេជ្រាបចូលស្រទាប់ជ្រៅនៃស្បែកបង្កើនគុណភាពលេគុណនឹង2ហើយបើបានប៉ះជាមួយនឹងលេដែលមានគុណភាពមានកម្រិតសដូច Yasaka ទៀតគឺស្បែកយើងកាន់តែសភ្លឺមាត់អាឡូងគីឡូលឿនហ្មង